អត់រំខានហើយតើរំខានឬទេបើទំនេរចង់សារសងផ្ញើជាសារជុំបានរូបអូនជាសងសារនៅពេលនេះមិនហ៊ាននឹងយាយបានត្រឹមតែសរសេរសារឬខ្លីថាស្រ